អំណានរឿងស្មានទីទុយនិងអណ្ដើកចូលអានអត្ថបទរួចឆ្លើយនឹងសំណួរខាងក្រោមកាលពីព្រេងនាយមានស្មានទីទុយនិងអណ្ដើកយកគ្នាជាក្លើថ្ងៃមួយស្មានចេញទៅរកស៊ីក៏ជាប់អន្ទាក់ព្រានទីទុយនិងអណ្ដើកស្មានបាត់ស្មានយូរពេកនាំគ្នាដើររកលុះដល់ជាព្រៃក៏ឃើញស្មានជាប់អន្ទាក់ទីទុយនិងអណ្ដើកស្ម័គ្រចិត្តស្ម័គ្រទទួលជួយដោះទុកមិត្តទីទុយហើរទៅពំទឹកមកស្រោចខ្សែអន្ទាក់ឲ្យទន់ឯអណ្ដើកក៏ខំក៏គេផ្ដាច់ខ្សែអន្ទាក់ទីទុយនិងអណ្ដើកខំព្យាយាមខំកាត់អន្ទាក់ទៅបានពីធ្នង់ក៏ជួនជាព្រាមព្រៃមកសត្វទាំងពីរប្រាប់ស្មានថាព្រានមកជិតដល់ហើយឲ្យស្មានខំប្រឹងបោលកន្ត្រាក់ខ្លួនឯងព្រោះខ្សែអន្ទាក់នៅសល់តែមួយធ្លុងទៀតទេពេលនោះព្រានព្រៃក៏មកដល់ល្មមទីទុយនិងអណ្ដើកក៏ចូលទៅពូនក្នុងព្រៃចាំមើលដំណើរស្មានឃើញព្រានមកជិតខ្លួនស្មានស្ទុះកន្ត្រាក់ផ្ដាច់អន្ទាក់នោះបានហើយបោលចូលព្រៃបាត់ព្រាននឹកស្ដាយស្មានណាស់រត់ដេញតាមមិនទាន់ក៏ប្រទះនឹងអណ្ដើកដែលពួននៅទៅវិញព្រានចាប់អណ្ដើកហើយក៏វិលមកធ្វើអន្ទាក់នោះទៀតទីទុយឃើញព្រានចាប់អណ្ដើកបានក៏ប្រាប់ស្មានឲ្យខ្លែងធ្វើជាបាក់ជើងដើរទៅក្បែរព្រានព្រៃប្រើឧបាយកលមាយាឲ្យព្រានដេញព្រៃដេញឆ្លៀតពេលនោះស្មានត្រូវរត់គេចមកក្រោយខំពំអណ្ដើកបោលចូលព្រៃឲ្យរួចពីដៃព្រាននោះស្មានដើរជិតដល់ព្រានក៏ធ្វើអាការៈជាបាក់ជើងម្ខាងបោលបោះតែជើង3ចំពោះមុខព្រានស្មានថាស្មានបាក់ជើងមែនក៏ចោលអណ្ដើកទៅលើកំពតស្បូវរត់តាមស្មានដឹងថាព្រានចោលអណ្ដើកហើយក៏រត់តែធ្វើកលបោកឲ្យព្រានដេញចេញពីផុតពីព្រៃស្បូវបានឱកាសល្អស្មានបោកកិច្ចមកក្រោយពំអណ្ដើកបោលផ្លោះចូលទៅក្នុងព្រៃធំទីទុយហើរនាំផ្លូវដរាបដល់ព្រៃមួយដែលផុតព្រានដើរទៅដល់សត្វទាំង3នាំគ្នារស់នៅក្នុងព្រៃជាសុខសាន្តដកស្រង់និងសម្រួលពីសៀវភៅកម្រងអត្ថបទអក្សរសិល្ប៍ថ្នាក់ទី5បោះពុម្ពឆ្នាំ1982